គឺជាទង្វើមួយដែលសង្គមយើងគឺថាគ្រប់គ្រងខ្លាំងណាស់ចែករំលែកកម្មវិធីសប្បុរសធម៌មនុស្សធម៌ទៅកាន់តំបន់ដែលដាច់ស្រយាលដែលគាត់កំពុងតែមានតម្រូវការនៅសម្ភារៈសិក្សាណាហើយនេះគឺជាសកម្មភាពពួកយើងដែលកំពុងតែធ្វើការរៀបចំអីវ៉ាន់ដាក់ទៅលើរថយន្តណាដែលគោលដៅរបស់យើងដែលកំពុងតែទៅនឹងគឺនៅសាលាបឋមសិក្សាស្រែកិនដែលសន្ធិដ្ឋនៅក្នុងភូមិស្រែកិនឃុំទំពាំងជោស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺហើយនេះគឺជាសកម្មភាពពួកយើងគឺថាសោះដៃសោះជើងគ្នាណាដើម្បីរៀបចំអីវ៉ាន់គឺថានៅមុខហាងម៉ូតូហើយអរគុណមែនតើចំពោះម្ចាស់ហាងម៉ូតូមេតាដែលគាត់គ្រប់គ្រងហើយនឹងបងធុកមូសណាគ្រប់គ្រងរាល់កម្មវិធីសប្បុរសធម៌មនុស្សធម៌នេះផងដែរហើយក៏អរគុណណាស់សម្រាប់បងប្អូនមកពីខាងខេត្តផ្សេងដែលគាត់ដែលស្រឡាញ់ចូលចិត្តនៃកម្មវិធីសប្បុរសធម៌ណាគឺគាត់មកចូលរួមទាំងកម្លាំងកាយកម្លាំងចិត្តទាំងថវិកាផ្ទាល់ខ្លួនណាហើយឥឡូវនេះពួកយើងបានមកដល់កន្លែងមួយហៅថាចិត្តដល់ទីតាំងគោលដៅហើយពួកយើងបានសម្រាប់ញ៉ាំបាយញ៉ាំអីជុំគ្នាតមកពួកយើងបានទៅដល់ទីតាំងនេះគឺថាអូឃើញក្មេងៗគឺថាពងតែរងចាំហើយគាត់សប្បាយចិត្តមែនតើមិនថាអាកាសធាតុក្តៅយ៉ាងណាទេគាត់សប្បាយចិត្តណាស់ព្រោះគាត់សង្ឃឹមថានឹងបានសម្ភារៈដែលគាត់កំពុងតែត្រូវការណាមានជាបិទសភៅឯហ្នឹងជាដើមហើយនេះគឺជាសកម្មភាពពួកយើងដែលកំពុងតែរៀបចំในការចែករំលែកហើយអ្វីដែលជាពិសេសហ្នឹងគឺថាលោកគ្រូអ្នកគ្រូគាត់ក៏សប្បាយចិត្តដែរឃើញយុវជនយើងដែលគាត់ថាមានការចែករំលែកទៅតំបន់ដែលដាច់ស្រយាលដែលកំពុងតែត្រូវការសម្ភារៈសិក្សាមួយចំនួនណាហើយពួកយើងក៏សប្បាយចិត្តដែរដែលមានកម្មវិធីនេះកាត់ឡើងដើម្បីទៅតំបន់ដែលដាច់ស្រយាលតំបន់ដែលកំពុងតែត្រូវការឲ្យពួកយើងនៅថាពំនាំសម្ភារៈសិក្សាជូនក្មេងៗដែលគាត់កំពុងតែត្រូវការហ្នឹងណាហើយអរគុណចំពោះបងមន្ត្រីពាក់ព័ន្ធហើយគេថានគរបាលខាងតំបន់ហ្នឹងដែលគាត់ជួយសម្រួលយើងដែរគេថាចាស់ទឹកម្ចាស់ដីគេថាគាត់មកជួយមើលការខុសត្រូវយើងណាហើយបន្ទាប់ពីយើងធ្វើការចែករំលែកទៅដល់បងប្អូនសិស្សានុសិស្សហើយគឺយើងមានការចែកលុយចែកអីចឹងណាហើយនឹងអាហារសម្រន់ខ្លះពេលថ្ងៃនេះគឺថាគាត់រងចាំយើងក៏យូរដែរតម្រាំដែលយើងធ្វើដំណើរពីភ្នំពេញមកបើនិយាយទៅយើងងើបតាំងពីម៉ោង4ដើម្បីយើងរៀបចំអីវ៉ាន់មកយើងចេញមកដល់នេះគឺថាមកដល់រៀងថ្ងៃទៅគឺពួកគាត់ត្រូវចាំយើងដើម្បីទទួលយកសម្ភារៈសិក្សានឹងតែម្ដងហើយពួកយើងបន្ទាប់ពីធ្វើការចែកហើយពួកយើងនឹងរៀបចំទៅដើម្បីបោះតង់នៅរីសតមួយកន្លែងនោះគឺថាពួកយើងអាចនឹងឈៀលជុំគ្នាដើម្បីសាងមិត្តភាពគឺខាងម៉ូតូពីខាងខេត្តផ្សេងមកហើយពួកយើងអ្នកភ្នំពេញហើយយើងបានស្គាល់គ្នាសាងអនុស្សាវរីយ៍ជាមួយគ្នាយើងអាចថតរូបថតអីចឹងណាហើយនេះជាសកម្មភាពយប់ឡើងដែលពួកយើងអង្គុយអាំងសាច់បោះតង់ហើយមើលហៅថាបលឺប្រខែចឹងណាគឺថាទិដ្ឋភាពគឺថាស្អាតមែនតើហើយពួកយើងសល់នៅស្នាមញញឹមអនុស្សាវរីយ៍ជាច្រើនដែលធ្វើដំណើរសប្បុរសធម៌មួយនេះហើយសម្រាប់កម្មវិធីមួយនេះដែរគឺយើងបានបង្កើតឡើងពីយុវជនម្នាក់ដែលជាអតីតកាលមកគឺគាត់ថាសិក្សាមកគឺថាខ្វះសម្ភារៈសិក្សានឹងខ្វះមុខខ្វះក្រោយមែនតើអញ្ចឹងហើយពេលគាត់ដែលគាត់ថាធំឡើងអញ្ចឹងគាត់នឹងមានកម្មវិធីនេះសម្រាប់បងប្អូនដែលគាត់កំពុងតែមានតម្រូវការសម្ភារៈសិក្សានេះគឺគាត់នឹងធ្វើជូនឥឡូវនេះគឺថាគាត់បានដូចបំណងហើយសម្រាប់កម្មវិធីនេះផងដែរគឺលើកទី2ដែលសារលើកទី1គាត់ជួយទៅដល់អ្នកក្រីក្រណាគឺគាត់មិនជាអ្នកមានទេគាត់ថាការតាក់ចិត្តរបស់គាត់គឺយើងអាច share គ្នាទៅធ្វើទៅតាមលទ្ធភាពហើយអរគុណមែនតើបងប្អូនគ្នាសម្រាប់ការទស្សនានៅវីដេអូនេះហើយវីដេអូមួយនេះផងដែរគឺយើងអរគុណធំចំពោះបងប្អូនដែលចូលរួមពីបណ្ដាម៉ូតូផ្សេងណាហើយក៏អរគុណទៅដល់បងម្ចាស់ហាងម៉ូតូមេតានិងបងធុកមូសដែលគាត់ចូលរួមហៅថាគ្រប់គ្រងរាល់សកម្មភាពសប្បុរសធម៌មនុស្សធម៌នេះផងដែរអញ្ចឹងវីដេអូយើងគឺថាមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយជូនពរសុខភាពល្អបាយកើតថ្ងៃផ្សេងគ្នានៅខេត្តផ្សេងគ្នាអ្វីដែលដូចគ្នាគឺចរិតដើរជាមួយគ្នា